នៅព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2026លោកស្រីវិជ្ជបណ្ឌិតយូសុគន្ធប្រធានមន្ទីរសុខាភិបាលខេត្តកំពតនិងលោកហ៊ូក្រើននាយកប្រតិបត្តិនៃអង្គការ Helen Keller អន្តរជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើសកម្មភាពអាហារូបត្ថម្ភសម្រាប់ឆ្នាំ2026-2027កន្លងមកអង្គការ Helen Keller អន្តរជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តកំពតលើការងារសំខាន់ៗដូចជាការស្រាវជ្រាវនិងព្យាបាលកុមារកង្វះអាហារូបត្ថម្ភការផ្តល់វីតាមីន A ការផ្តល់ថ្នាំទម្លាក់ព្រួនការពង្រឹងមន្ទីរពេទ្យស្រឡាញ់ទារកដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយការជួយលើកកម្ពស់ដល់ផលិតកម្មស្បៀងនៅតាមគ្រួសារនិងការការពារជំងឺមិនឆ្លងនៅតាមសហគមន៍និងសាលារៀនសម្រាប់ឆ្នាំ2026នេះកិច្ចសហការនឹងបន្ថែមលើកម្មវិធីផ្ដល់គ្រាប់ថ្នាំវីតាមីនចម្រុះព្រមទាំងបន្តគាំទ្រដល់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទក្នុងការអនុវត្តគម្រោងគំរូ INAS ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងខេត្តគោលដៅចំនួន5ដែលរួមមានខេត្តកំពតផងដែរ